របៀបបិទបើក Television ជាក់សារនេះវាសេរីថ្មីអញ្ចឹងណាវាមាន option សំចៃអញ្ចឹងមុនយើងបើកធម្មតាមកពេលយើងបើកធម្មតាវាមាន mode cool dry យើងប្រើទេវាអាចខូចសិនតិច fan ហ្នឹងមានន័យថាយើងបើកកង្ហារចឹងអញ្ចឹងខ្យល់អាចតិចដែរអញ្ចឹងប្រើ option fan ហ្នឹងគឺមានន័យយើងបើកកង្ហារហ្នឹងហើយវាអត់ស៊ីភ្លើងទេវាដូចយើងបើកកង្ហារធម្មតាអញ្ចឹងណាហើយយើងបើក speed ទៅតាមហ្នឹងទៅនេះ fan របស់វាថែមនេះវាឡើងបានកម្មតែហាហ្នឹងវាលឺសំឡេងទៅតាមហ្នឹងឯងនៅលើ option របស់សន្តិចវាចេញ29អង្សានៅលើនោះតែវាស៊ីភ្លើងតិចមែនទែនអត់ដូចយើងបើកសន្តិចណាតែ fan ហ្នឹងក៏វាមាន option តិចដែរបើស្អីយើងចង់សំចៃនិងសំចៃបំផុតបន្ទាប់មកវាមាន option hit អាហ្នឹងគាត់ប្រើតែអាច code auto មានន័យថាវារត់ auto ទៅតាមស្ថានភាពក្នុងបន្ទប់របស់យើងណាហើយវាឡើងចុះរេមានទៅលើមានទៅក្រោមតែយើងអាចសេរីឥឡូវក្រោមនេះអានេះស្លាប់រេឆ្វេងស្ដាំនេះស្លាប់រេឡើងលើចុះក្រោមណាតែជាទូទៅយើងប្រើ code ហ្នឹងមែនហ្នឹងតែបើយើងគិតថាមកដល់បន្ទប់ក្តៅខ្លាំងយើងប្រើ option fast ហ្នឹងពេលដែលយើងចុចទៅលើសន្តិចវានឹងរត់ទៅរយលេខ16អង្សានៅលើ screen វាចេញសីតុណ្ហភាព16នៅលើហ្នឹងមានថាវាត្រជាក់ខ្លាំងហើយវាចេញសល់ fast នេះហ្នឹងវាស៊ីភ្លើងទៅតាមហ្នឹងណាតែបើសិនជាយើងត្រជាក់ហើយពេញបន្ទប់ហើយយើងប្រើ mode eco នេះមានន័យថាសំចៃវាចេញ eco នេះអញ្ចឹងនៅលើ screen នោះវានឹងរត់ទៅរយលេខ24អង្សាជាទូទៅណាហើយយើងអាចដកវាទៅក្រោម24នេះមានន័យថា option eco ហ្នឹងគឺវាសំចៃ24អង្សាហ្នឹងឯងហើយនេះធម្មតាអានេះវារេទៅឆ្វេងរេទៅស្ដាំវាអត់ចាំយើងណាបើយើងចង់ប្រើ option ហ្នឹងក៏ប្រើទៅតែបើយើងចង់ stop យើងចុចទៅលើវាទៅវាអត់មាននៅលើនេះនេះយ៉ាងនេះទៅលើទៅក្រោមខ្ញុំចុចដោះវាចេញវាអស់ហើយមានន័យថាអាហ្នឹងវានៅស្កប់មកកន្លែងដែលយើង select ចឹងណាហើយ option ហ្នឹងអាចសេរីឡើងខ្ពស់ជាងហ្នឹងឬក៏ទាបជាងហ្នឹងទេអញ្ចឹងហើយមិនជាទូទៅគេរីកមិនឲ្យប្រើ20ទៅ24អង្សាដើម្បីសំចៃសន្តិចហើយបើសិនតែពេលយើងបិទយើងឈប់ប្រើប្រាស់សន្តិចយើងត្រូវចុច2ដងចុចម្ដងអញ្ចឹងវាអត់តាន់លុប